សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទដាណេហើយថ្ងៃនេះមានរឿងថ្មីមកមួយទៀតហើយដោយសាច់រឿងថ្ងៃនេះគឺជាបទពិសោធន៍របស់បងប្រុសម្នាក់ឈ្មោះថាវុធី ដោយបងវុធីគាត់បានជួបនៅហេតុការណ៍គួរឲ្យខ្លាចមួយនៅលើផ្លូវនៅក្នុងភូមិគាត់ហ្នឹងគឺថាគាត់ត្រឡប់មកពីធ្វើការងារវិញនៅពេលយប់ជ្រៅអញ្ចឹងណាហើយតទៅពេលថ្ងៃមួយមានតាចាស់ម្នាក់នៅក្នុងភូមិគាត់ហ្នឹងបានស្លាប់ហើយក្រោយមកបងវុធីជួបតាហ្នឹងណាដោយថាគាត់ចេញមកលងចេញមកធ្វើបាបបងវុធីហើយដល់ថ្នាក់បងវុធីនឹងរត់ចោលម៉ូតូគឺមិនរឿងតូចតាចទេណាអូខេហើយមុននឹងចូលទៅកាន់សាច់រឿងខ្ញុំមានរឿងមួយទៀតចង់ប្រាប់គឺដោយសារតែអញ្ចឹងដូចជារឿងមុននេះរឿងទីប្រមាណនេះចំណងជើងថាធ្វើស្នេហ៍ដាក់ប្តីគេរឿងមួយហ្នឹងតទៅពេលនិយាយយូរទៅវាច្រឡំឈ្មោះអញ្ចឹងណាឈ្មោះក្នុងរឿងហ្នឹងគឺមានខាងប្រពន្ធរបស់តួប្រុសហ្នឹងហើយនឹងស្រីរបស់តួប្រុសហ្នឹងស្រីរបស់តួប្រុសហ្នឹងគេឈ្មោះថាមេលីហើយប្រពន្ធរបស់ខាងប្រុសហ្នឹងខ្ញុំអត់មានបានបញ្ជាក់ឈ្មោះទេគ្រាន់តែថាប្រពន្ធហ្មងនេះប្រពន្ធហ្មងហ្នឹងអីចឹងទៅប៉ុន្តែតទៅពេលយូរទៅវាច្រឡំហៅថាមីលីអញ្ចឹងដែរណាអញ្ចឹងវាច្រឡំហើយអត់មានអីប្លែកទេគ្រាន់តែយើងនិយាយច្រឡំហ្នឹងបងប្អូនគ្រាន់តែស្ដាប់ទៅក៏ដឹងថាច្រឡំដែរហើយឃើញខមមិនច្រើនអញ្ចឹងវាអត់មានអីប្លែកទេច្រឡំហ្នឹងឯងហើយចាំមើលចាំពីរឿងក្រោយៗតទៅចាំខ្ញុំព្យាយាមចាំឈ្មោះតួច្បាស់អញ្ចឹងណាប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាជាមិនផុតពីការច្រឡំការភ្លេចភ្លាំងខ្លះៗទេវាជារឿងធម្មតារបស់មនុស្សទូទៅហើយអញ្ចឹងបើច្រឡំតិចតួចខុសត្រូវអីបងប្អូនកុំប្រកាន់អីណាអូខេអញ្ចឹងយើងចូលទៅកាន់សាច់រឿងរបស់យើងនៅក្នុងថ្ងៃនេះតោះសាច់រឿងមួយនេះគឺបានកើតឡើងកាលពីឆ្នាំ2016ហើយបានកើតឡើងទៅលើបងប្រុសម្នាក់ឈ្មោះថាបងវុធីដោយបងវុធីកាលហ្នឹងគាត់ធ្វើការនៅក្នុងរោងចក្រមួយហើយគាត់មានតំណែងគួរសមដែរគឺជាប្រធានផ្នែកគ្រប់គ្រងនៅក្នុងរោងចក្រហ្នឹងអញ្ចឹងការងាររបស់គាត់ពេលខ្លះក៏ចេញមកពេលល្ងាចដូចគេដូចឯងពេលខ្លះទៀតមានការងារច្រើនក៏ត្រូវធ្វើដល់យប់ជ្រៅអញ្ចឹងទៅដោយសារតែគាត់មានមុខតំណែងធំអញ្ចឹងណាអញ្ចឹងគាត់ថាពីរោងចក្រមកដល់ផ្ទះរបស់គាត់ហ្នឹងគឺតាមផ្លូវមានមនុស្សមានអីធម្មតាប៉ុន្តែមកដល់កន្លែងម្ដុំភូមិទៅឯផ្ទះរបស់គាត់នេះហើយលក្ខណៈថាផ្លូវចូលភូមិគឺត្រូវជិះកាត់តាមផ្លូវរៀងស្ងាត់គួរសមផ្លូវគ្រួក្រហមហើយមានផ្ទះមួយអញ្ចឹងណាដាច់ឆ្ងាយពីគ្នាហើយគាត់ថាផ្ទះរបស់គាត់ហ្នឹងគឺជាផ្ទះលក្ខណៈខាងក្រោមថ្មខាងលើឈើប៉ុន្តែមុននឹងទៅដល់ផ្ទះរបស់គាត់ហ្នឹងត្រូវឆ្លងកាត់ផ្ទះរបស់តាម្នាក់ឈ្មោះថាតាសុកហ្នឹងបងវុធីគាត់ស្គាល់តាំងតែពីក្មេងមកដោយថាគាត់អាសារត់លេងកាត់នឹងឃើញអញ្ចឹងក៏ចិត្តតែនិយាយជាមួយគាត់អញ្ចឹងទៅហើយតាសុកគាត់នៅតែម្នាក់ឯងទេប្រពន្ធរបស់គាត់ស្លាប់ចោលបាត់ហើយកូនរបស់គាត់ហ្នឹងទៅធ្វើការនៅឆ្ងាយអស់ហើយយូរមកលេងម្ដងពេលខែបុណ្យខែទៀនអញ្ចឹងទៅហើយតាសុកហ្នឹងគាត់គឺជាមនុស្សដែលស្រឡាញ់សុខភាពណាស់គឺពេលដែលល្ងាចឡើងជួនកាលប្រលប់អីអ្នកភូមិនៅហ្នឹងគេតែងតែឃើញតាសុកហ្នឹងគាត់រត់តិចនឹងលើផ្លូវហ្នឹងលើសូផ្លាប់អញ្ចឹងទៅអាស្បែកជើងមកគាត់វារត់នឹងលើផ្លូវលើសូអញ្ចឹងអ្នកនៅម្ដុំហ្នឹងគេឡើងសាំតិចគ្រប់គ្នាហើយឃើញអារូបភាពហ្នឹងសឹងតែរាល់ថ្ងៃហើយតាសុកហ្នឹងគាត់មានទម្លាប់មួយទៀតឲ្យតែពេលយប់ម៉ោង8ម៉ោងអីហ្នឹងគាត់តែងតែអង្គុយនៅបង់ថ្មមកផ្ទះរបស់គាត់ហ្នឹងអង្គុយមើលម៉ូតូអង្គុយមើលកង់បើកាត់ផ្លូវហ្នឹងអង្គុយមើលស្ងៀមអញ្ចឹងទៅហើយពេលដែលបងវុធីគាត់ជិះកាត់មុខផ្ទះតាសុកអីគាត់តែងតែកាផ្លេដាក់តាសុកអញ្ចឹងទៅដូចថាមនុស្សស្គាល់គ្នាផ្ទះចិត្តគ្នាអីឃើញគ្នាក៏រាក់ទាក់គ្នាហើយតាសុកហ្នឹងក៏គាត់បានត្រឹមតែងក់ក្បាលតិចអញ្ចឹងទៅអត់មាននិយាយសាំច្រើនទេហើយបងវុធីក៏ថាបន្ទាប់ពីគាត់រៀនចប់ហើយគាត់ក៏បានទៅធ្វើការនៅក្នុងរោងចក្រមួយហើយគាត់មានមុខតំណែងជាប្រធានផ្នែកមើលការងារខុសត្រូវមួយផ្នែកនៅក្នុងរោងចក្រដែលគាត់ធ្វើការហ្នឹងទៅអញ្ចឹងគឺគាត់មានទំនួលខុសត្រូវច្រើនអញ្ចឹងពេលខ្លះគាត់ក៏ត្រូវធ្វើការដល់យប់ជ្រៅជួនកាលម៉ោង11ជួនកាលម៉ោង12ហើយពេលខ្លះទៀតហក់ដល់ម៉ោង1យប់ក៏មានដែរតែគាត់ថាយូរម្ដងណាភាគច្រើនគាត់ចេញម៉ោង8ម៉ោង7អីចឹងទៅហើយរហូតមកដល់ថ្ងៃមួយដែលជាថ្ងៃដែលបងវុធីគាត់ជួបរឿងបំភ្លេចមិនបានក្នុងជីវិតរបស់គាត់ណាគឺថ្ងៃហ្នឹងគាត់ថាគាត់ធ្វើការរហូតដល់ម៉ោង1ដណ្ដប់យប់បានគាត់ចេញមកពីធ្វើការដោយសារតែមានការងារច្រើនអញ្ចឹងគាត់ក៏ជិះម៉ូតូមកវិញមកធម្មតាអត់មានគិតច្រើនទេហើយគាត់ថាពេលដែលគាត់ជិះមកដល់ក្នុងផ្លូវចូលភូមិគាត់ហ្នឹងផ្លូវឌឺហែមហ្នឹងគាត់ថារៀងបរិយាកាសខុសពីយប់រហដងគឺមានខ្យល់មានអីតិចតួចផ្ទះខ្លះក៏នៅបើកភ្លើងនៅកន្លែងលំអមុខផ្ទះគេចឹងទៅប៉ុន្តែថ្ងៃហ្នឹងរៀងដូចក្តៅហើយសូម្បីតា
ខ្យល់បន្តិចក៏អត់មានដែរដើមឈើអីអត់មានស្លឹកវាបកណាស្ងៀមអញ្ចឹងក៏បងវិធីក៏ថាអញ្ចឹងគាត់បើមកដល់ផ្ទះបរិសុខហ្នឹងគាត់ចាប់អារម្មណ៍ចម្លែកមួយគឺជាធម្មតាទោះជាយប់ជ្រៅក៏ដោយផ្ទះបរិសុខហ្នឹងក៏នៅបើកភ្លើងតូចមួយនៅអាកន្លែងលបងផ្ទះខាងមុខរបស់គាត់ហ្នឹងបើការពារចោលអញ្ចឹងទៅបើថាយើងបើកភ្លើងអញ្ចឹងចោលវាមិនហ៊ានចូលមកមែនទេភ្លើងច្បាស់ចេះហ្នឹងប៉ុន្តែថ្ងៃហ្នឹងផ្ទះតាសុកអត់មានបើកភ្លើងហ្នឹងទេតែគ្រាន់តែថាពេលដែលបងវិធីគាត់ជិះម៉ូតូទៅដល់ហ្នឹងមិនភ្លើងម៉ូតូរបស់គាត់ចាំងទៅដល់ផ្ទះបរិសុខចាំងអាកន្លែងលបងហ្នឹងហើយបងវិធីហ្នឹងគាត់ឃើញថាតាសុកហ្នឹងលើកនេះមិនមែនអង្គុយនៅលើបងមើលម៉ូតូមើលអីដូចមុនទៀតទេណាមួយវាយប់ជ្រៅហើយប៉ុន្តែគាត់បែរជាមកឃើញតាសុកហ្នឹងឈរនៅនឹងក្បែរលបងផ្ទះរបស់គាត់អាផ្នែកខាងមុខហ្នឹងហើយគាត់បែរខ្នងមកខ្នងបែរមុខទៅផ្ទះរបស់គាត់ប៉ុន្តែកាយវិការរបស់គាត់ហ្នឹងវារៀងចម្លែកដូចថាគាត់ឈរថ្មឹងសូម្បីតែកម្រើកខ្លួនបន្តិចក៏អត់ដែរគាត់ឈរដូចគាត់នឹងជារូបចម្លាក់អញ្ចឹងណាហើយពេលហ្នឹងក៏បងវិធីគាត់គិតថាមិនតាសុកគាត់ឈរស្ងៀមអញ្ចឹងគាត់ដើររកអីមែនគាត់បាត់របរឬមួយក៏គាត់បាត់សោទេប៉ុន្តែបងវិធីគាត់មិនបានទៅគិតអីវែងឆ្ងាយទេគាត់ក៏ជិះម៉ូតូហួសទៅផ្ទះរបស់គាត់ទៅហើយក៏ចូលមួយទឹកចូលអីឲ្យដេកតាមធម្មតាហើយលុះស្អែកឡើងបងវិធីហ្នឹងក៏ភ្ញាក់មកណាប្រហែលជាម៉ោង8ជាងពេលហ្នឹងគាត់ទៅធ្វើការរៀនយឺតបន្តិចដោយសារតែយប់មិញហ្នឹងចេញមកយប់ជ្រៅអញ្ចឹងគាត់ថាអំឡុងពេលដែលគាត់អង្គុយចាំម៉ាក់របស់គាត់ធ្វើម្ហូបធ្វើអីឲ្យព្រលឹមឡើងហ្នឹងគាត់ក៏មិនដឹងថាលើកយកប្រធានបទអីមកនិយាយជាមួយម៉ាក់គាត់ក៏និយាយរឿងយប់មិញគាត់សួរម៉ាក់របស់គាត់ថាម៉ាក់តាសុកយប់មិញមកអីមើលរៀងប្លែកខ្ញុំជិះម៉ូតូកាត់មុខផ្ទះគាត់ហ្នឹងលេងគាត់ឈរថ្មឹងបែរខ្នងមកខ្នល់ឈរដូចមនុស្សអត់មានវិញ្ញាណអញ្ចឹងហើយម៉ាក់របស់បងវិធីនេះគាត់កំពុងតែឆាបាយជុកឆាំងហ្នឹងវែកប៉ះមួយផ្ទះបងប្អូនមិនលឺសូរប៉ុន្តែគ្រាន់តែលឺសូរបងវិធីគាត់សួរសំណួរនឹងមកភ្លាមម៉ាក់របស់គាត់តម្លាក់វាចុះហ្មងហើយបិទហ្គាសបន្ទាប់មកដើរមកនិយាយជាមួយនឹងបងវិធីគាត់សួរបងវិធីថាអាធីហើយឃើញមែនហើយឃើញមិនកើតបានពេលហ្នឹងបងវិធីគាត់ឆ្ងល់គាត់ថាហើយមិនបានឃើញមិនកើតម៉ាក់បើតាសុកហ្នឹងគាត់មនុស្សធម្មតាហ្នឹងគាត់មិនខ្មោចណាហើយដែលបានខ្ញុំត្រូវមើលគាត់មិនឃើញហើយបងប្អូនអើយម៉ាក់របស់បងវិធីហ្នឹងគាត់ថាអញ្ចេះហើយអត់ដឹងទេកាលពីម្សិលមិញម៉ោង2ហ្នឹងតាសុកហ្នឹងគាត់គាំងបេះដូងហើយគាត់នៅម្នាក់ឯងអត់មានណាគេឃើញតណាតទៅពេលមេអ្នកភូមិគេដើរមកឃើញគេក៏បញ្ជូនគាត់ទៅពេទ្យប៉ុន្តែពេលដែលបញ្ជូនទៅដល់ពាក់កណ្ដាលផ្លូវហ្នឹងតាសុកហ្នឹងគាត់ដាច់ខ្យល់ស្លាប់បាត់ហើយអញ្ចឹងមានន័យថាគាត់ស្លាប់តាំងតែពីម៉ោង2ម៉ោង3អីម្សិលមិញហ្នឹងហើយយប់ឡើងម៉ោងមកដណ្ដប់កន្លះហ្នឹងហើយបងវិធីទៅឃើញតាសុកធ្វើមិនកើតអញ្ចឹងគឺអីដែលបងវិធីឃើញហ្នឹងគឺជាព្រលឹងរបស់តាសុកលក្ខណៈថាគាត់ស្លាប់ហើយប៉ុន្តែគាត់នៅតែនៅក្នុងផ្ទះរបស់គាត់ដូចធម្មតាដូចអាការគាត់នៅរស់អញ្ចឹងចុងពេលហ្នឹងបងវិធីគាត់ពឺសបល់មែនទេគាត់អត់ដែលឃើញខ្មោចសោះទៅតែយប់មិញហ្នឹងឃើញហើយអាពេលឃើញហ្នឹងអត់ដឹងទៀតទៅតាលឺម៉ាក់របស់គាត់និយាយបានដឹងថាអូយប់មិញហ្នឹងគាត់ឃើញព្រលឹងរបស់តាសុកបងធីថ្ងៃហ្នឹងគាត់ភាំងពេញមួយថ្ងៃហ្មងគាត់នៅតែនឹកឃើញពាក្យដែលម៉ាក់គាត់និយាយហើយក៏នៅចងចាំរូបភាពដែលគាត់ឃើញកាលពីយប់មិញហ្នឹងបើកម៉ូតូមកឃើញតាសុកឈរនៅមុខផ្ទះធ្វើថ្មឹងអញ្ចឹងគាត់ថាថ្ងៃហ្នឹងគាត់ចេញមកពីធ្វើការយប់ជ្រៅទៀតដូចយប់ថ្ងៃមុនអញ្ចឹងចេញមកទៅ10ជាងហ្នឹងហើយគាត់ថាពេលដែលគាត់ជិះមកដល់មុខផ្ទះរបស់តាសុកហ្នឹងគាត់ព្រឺសបល់មែនទេហើយជាធម្មតាទោះជាយើងមិនងាកឆ្វេងងាកស្ដាំក៏ដោយមែនទេប៉ុន្តែកតុយភ្នែករបស់យើងហ្នឹងវាតែងតែឃើញខ្លះហើយមិនថាយើងមើលទៅមុខឃើញតែទៅមុខសុទ្ធណាឃើញខាងខ្លះអញ្ចឹងគាត់ថាគាត់ខំប្រឹងមើលតែទៅមុខគាត់សងខាងភ្នែកឃើញអីក៏គាត់ខ្វល់ដែរណាគាត់មិនចង់កលេចមើលមកផ្ទះតាសុកទេខ្លាចថាកលេចមកលេងឃើញតាសុកឈរនៅមុខផ្ទះហៅគាត់ឬមួយក៏បង្ហាញរូបភាពអីដែលគួរឲ្យខ្លាចមិនវីវអញ្ចឹងគាត់ថាគាត់ភ័យគាត់ពិបាកមែនទេ3-4ថ្ងៃដំបូងហ្នឹងហើយបងធីគាត់ថាបញ្ហាមិនត្រឹមតែរឿងកតុយភ្នែកសងខាងមកគាត់នឹងអាចកលេចមើលសងខាងណាគឺមួយទៀតកញ្ចក់ម៉ូតូជាធម្មតាកញ្ចក់ម៉ូតូវាមិននៅមុខហ្នឹងហើយពេលខ្លះគាត់ទ្រាំមិនបានគាត់មើលតាមកញ្ចក់ហ្នឹងទៅអញ្ចឹងគាត់ខ្លាចថាថ្ងៃណាមួយកលេចមើលកញ្ចក់ទៅស្រាប់តែឃើញមុខតាសុកនៅក្នុងកញ្ចក់អោពីក្រោយវិញមិនវីវអញ្ចឹងក៏គាត់នឹកឃើញថាពេលដែលមកដល់មុខផ្ទះតាសុកហ្នឹងគាត់នឹងកាច់កញ្ចក់ចុះហ្មងព្រោះតែកាច់កញ្ចក់ចុះបាត់យើងមើលមិនឃើញមែនទេអញ្ចឹងគាត់ធ្វើអញ្ចឹងទៅយូរទៅដូចទម្លាប់របស់គាត់ហើយហ្នឹងឲ្យតែជិះម៉ូតូមកដល់ចិត្តផ្ទះតាសុកហ្នឹងកាច់កញ្ចក់ចុះជិះទៅដល់កាច់កញ្ចក់ចុះធ្វើអញ្ចឹងរាល់ថ្ងៃបងធីក៏ថាមួយរយៈក្រោយហ្នឹងគាត់អត់មានដែលឃើញតាសុកអីទេឃើញតែមួយយប់ដំបូងពេលដែលតាសុកស្លាប់ហ្នឹងអ
Chẳng còn cái tha ố bài chỉ ta sốc nâng gọt từ sốc có thể phô bạn hơi gọt mình ban nơi vul vul nơi là hà lại để gọt ấy tê mà gọt này nâng dương khơi tia đầy mày nó chẳng có bông vật thi gọt chập đàm riêng khai hàn chân môn hay lấy chứ nè bàn tay à rương cái cho nâng ọt lấy gì nơi ta can chân ở để chi châu mà nó lơ đường hàm lơ châu phô một gọt nâng ạ chẳng có tha là hốt mà nó ngay mùi về nâng nước nông rồng chạm một gọt nâng ạ mà sân khô hay cái heo chiên một chút cho là hốt đã giúp trợ hay bộ vật thi nữa nè con có thể này chui mơ ca khó trơ cho mùa chiên nâng đài phụ tha con này cột cờ mà những tầm rom tại hai óc hai chỉ mong mua dục chúng có bông vật thi còn ngồi tức hai plak áo ấy máu bạn có chi mà tàu trình bị rong chạm một con nữa thật là một thế bình hai có tha bây giờ chi mà nó chọn lấy cho phu một con á còn chạm vào đàm phơi ball chạm vào đàm khai thế đây phụ tha tu chi ta sọc con mình long tiết cái đó nữa bật tay con vì nơi ta được hơn chứ nè nhưng có tha bây giờ chi mà đó là cái này mà đông một thêm bọt sọc nữa còn lên từng một cửa phơi mà tôi bảo con năng chẳng thôi ba bong này đã sọc còn đạn này một thế hả bật tay ăn bên khơi ta sọc ấy nè bật tay bong vật thi có tha mình khơi ta sọc miên tay con đi xô sầm lấy mà nước rốt lại cái nạn đôi dương bẹ sụp bạch dương toàn hai rốt tam coi mà tô rốt nó lấy nó là vì mà lư xô plapយ៉ាងទៅហើយពេលហ្នឹងបងវុធីក៏ថាគាត់អត់ហ៊ានងាកមើលទេគាត់គិតថាបើមិនខ្មោចក៏វាមិនមែនជាមនុស្សល្អដែរមែនទេអាណាទៅរត់នៅលើផ្លូវម៉ោង1ម៉ោង2យប់ចឹងហើយបងវុធីក៏ថាគាត់បកកើលឿនឲ្យលឿនទៅហើយអាសលេងហ្នឹងវារត់កាន់តែចិត្តទៅបើតាមគាត់ស្ដាប់អាសលេងជើងដែលរត់តាមក្រោយគាត់ហ្នឹងគឺចង្ងាយប្រហែលជាមួយជាហ៊ានទេពីកតុយម៉ូតូរបស់គាត់ហើយបងវុធីពេលហ្នឹងគាត់សាងលេខហើយបើករឿងលឿនតិចអញ្ចឹងគាត់ថាបន្ទាប់ពីគាត់បើករៀងលឿនជាងមុនមកអាសលេងមនុស្សរត់តាមក្រោយគាត់ហ្នឹងវាក៏ស្ងាត់គាត់នឹកឃើញថាប្រហែលជាវាឈប់ដេញឬមួយក៏គាត់បើកលឿនពេកតាមយើងមិនទាន់អញ្ចឹងណាអញ្ចឹងបងវុធីគាត់រៀងធូរទ្រូងជាងមុនតិចហើយគាត់ថាពេលហ្នឹងមិនដឹងថាគាត់គិតមិនគាត់ដូចរៀងមិនអស់ចិត្តគាត់ក៏កាច់អាកញ្ចក់ម៉ូតូរបស់គាត់ហ្នឹងឲ្យវាស្មើដើម្បីយើងអាចមើលមកក្រោយឃើញអញ្ចឹងណាប៉ុន្តែបងប្អូនអើយគាត់កាច់អាកញ្ចក់ស្ដាប់មកភ្លាមគាត់ស្រាប់តែឃើញថាមានតែសក់ហ្នឹងជីនឹងក្រោយគាត់អញ្ចឹងអាមិញហ្នឹងគាត់រត់ហ្នឹងតទៅពេលបាត់អាសលេរត់ហ្នឹងគាត់មិនមែនទៅណាទេគាត់រត់តណាហើយហក់ជីលើម៉ូតូយើងអញ្ចឹងណាហើយបងធីក៏ថាមុខតាសុកហ្នឹងគឺមុខខ្មោចហ្មងមុខលងស្លេកហ្នឹងហើយអាបបោមាត់របស់គាត់នេះលងស្ងួតលងក្រៀមហើយគាត់សើចទៀតណាលក្ខណៈដូចថាញឹមការតគួនហើយភ្នែករបស់គាត់ហ្នឹងគាត់ប្រឹងបើកលងប៉ុណ្ណានៃលក្ខណៈដូចគាត់ធ្វើមុខឲ្យយើងខ្លាចហើយបងធីក៏ថាពេលហ្នឹងគាត់មួលមកទៅហឹងមកសាងលេខ1មួងងងតែបន្តិចទេដល់ផ្ទះរបស់គាត់ទៅហើយពេលដល់ផ្ទះហ្នឹងបងធីអត់មានបានឈប់ម៉ូតូអត់មានបានបើកលបងបើកឲ្យស្រួលទេបដួលម៉ូតូចុះហើយផ្លោះលបងចូលហ្មងលក្ខណៈផ្ទះគាត់ជាផ្ទះធ្វើលបងពីបលាលុះបងប្អូនអញ្ចឹងយើងតោងទៅយើងហក់ទៅបានហើយមិនមែនជាលបងអីខ្ពស់ៗទេអញ្ចឹងបងធីគាត់ថាគាត់ចូលទៅដល់ក្នុងផ្ទះហើយលំភួយដេកទើសភ្លឺប៉ុន្តែគាត់ដេកទៅភ្លឺហ្នឹងមិនមែនដេកលក់ទេណាសូម្បីតែ1នាទីក៏គាត់ដេកអត់លក់ដែរគាត់ថាតែចេះតែសងំអញ្ចឹងទៅរៀងកក់ក្ដៅតិចតែយើងនៅក្នុងផ្ទះមានអញ្ចឹងមានអីបាំងអញ្ចឹងណាចឹងក៏សងំអញ្ចឹងទៅភ្លឺហើយភ្លឺឡើងក៏បងវិធីហ្នឹងយករឿងដែលគាត់ជួបការពីជុំមិញហ្នឹងមកប្រាប់មកគាត់ហើយពេលហ្នឹងម៉ាក់បងវិធីគាត់អាណិតកូនមកគាត់សឹងតែយំចូលលេងកូនធ្វើការដល់ជប់ជ្រៅហ្នឹងហត់ហើយដល់ពេលមកតាមផ្លូវទៅខ្មោចតាសុកហ្នឹងលងទៀតមិនដឹងថាតាសុកហ្នឹងមានគំនុំអីជាមួយបងវិធីទេកាលដែលនៅរស់មនុស្សស្គាល់គ្នារាប់អានគ្នាធម្មតាហ្នឹងតោះដល់ពេលគាត់ស្លាប់ទៅមិនដឹងថាម៉េចគាត់ហើយលងតែបងវិធីម្នាក់ទេអត់មានលឺអ្នកភូមិផ្សេងគេមិននិយាយថាអូធ្លាប់ឃើញតាសុកចេញចុះអីអត់ទេណាគឺលងតែបងវិធីទេអាលើកនេះទៀត2ដងហើយអាលើកមុនគ្រាន់តែបង្ហាញឲ្យឃើញទេលើកនេះបានលងសាហាវមកអញ្ចឹងថ្ងៃហ្នឹងបងវិធីក៏ថាម៉ាក់របស់គាត់ហ្នឹងបខំឲ្យគាត់ហ្នឹងទេទៅសុំច្បាប់កន្លែងហត់ទៅធ្វើការទេថ្ងៃហ្នឹងម៉ាក់របស់គាត់ហ្នឹងចង់នាំបងវិធីទៅរលលោកឲ្យស្រោចទឹកហើយដើម្បីឧទ្ទិសកុសលជូនទៅដល់តាសុកហ្នឹងផងក៏លោកគាត់ចង់បានបនអញ្ចឹងណាឲ្យយកបនទៅហើយក៏មកធ្វើបានកូនគាត់ទៀតអញ្ចឹងថ្ងៃហ្នឹងក៏បងវិធីគាត់ទៅវត្តជាមួយម៉ាក់របស់គាត់ទៅហើយបងវិធីគាត់ឧទ្ទិសកុសលគាត់ថាតាសុកអើយខ្ញុំធ្វើបនឲ្យតាសុកឯងហើយយកបនទៅហើយនៅរៀងខ្លួនទៅណាកុំមកលងខ្ញុំទៀតខ្ញុំខ្លាចហើយបើបានបនហើយក៏ទៅចាប់ជាតិឬមួយក៏ទៅណាទៅកុំមកចងកម្មចងពីអីជាមួយខ្ញុំព្រោះថាកាលដែលតាសុកឯងនៅរស់ខ្ញុំក៏មិនបានទៅធ្វើបាបអីតាសុកឯងដែរគាត់និយាយតាមហេតុផលអញ្ចឹងណាអញ្ចឹងក៏ក្រោយមកទៀតបងវិធីហ្នឹងគាត់ក៏លែងបានជួបអីតាសុកទៀតទេ
ប៉ុន្តែគាត់ក៏បានយកព្រះរបស់ប៉ាគាត់ហ្នឹងឈុតធំហ្មងគឺខ្សែកមួយខ្សែហើយមានបតង 3 4 អញ្ចឹងណាក្នុងខ្សែកតែមួយខ្សែហ្នឹងទេតែបតង 3 4 យកមកពាក់អញ្ចឹងទៅហើយគាត់ថាគាត់ខ្មាស់គេដែរណាពាក់អាខ្សែកអញ្ចឹងធ្លាប់តែឃើញមនុស្សចាស់គាត់ពាក់ហើយបងវុធីគាត់នៅស្ទាវដែរហ្នឹងប៉ុន្តែយើងមានបាយយើងដាក់ក្នុងអាវទៅពាក់អាវចិត្តមានណាមើលឃើញអញ្ចឹងគាត់ថាមិនយូរប្រហែលទេក្រោយមកហ្នឹងក៏កូនចៅបតអាសុកហ្នឹងគេជួលជាងមកឲ្យរៀបចំផ្ទះសាថ្មីលាបថ្នាំជួសជុលហើយកាត់ស្មៅកាត់អីមកស្អាតបន្ទាប់មកគេដាក់ផ្លាកលក់ផ្ទះហ្នឹងហើយតទៅពេលយូរទៅមានអ្នកដែលគេចាប់អារម្មណ៍អញ្ចឹងណាគេក៏មកទិញហើយបើសិនជានិយាយថាចឹងអ្នកមកទិញហ្នឹងមិនត្រូវខ្មោចលងឬមួយក៏មិនអត់ទេបងប្អូនព្រោះថាខ្មោចហ្នឹងលងតែបងធីម្នាក់ឯងទេហើយតទៅពេលក្រោយមកទៀតហ្នឹងបងធីក៏ថាគាត់ហ្នឹងក៏តាសុកហ្នឹងលេងលងទៀតអញ្ចឹងមានន័យថាតាសុកហ្នឹងគាត់ទៅចាប់ជាតិបាត់ហើយគាត់លេងខ្វល់លេងគិតអារឿងអាឡោះអាឡៃផ្ទៃគាត់ទៀតហើយមែនទេអូខេអញ្ចឹងសាច់រឿងមួយនេះបានចប់ត្រឹមតែប៉ុណ្្នឹងហើយសម្រាប់បងប្អូនដែលបានស្ដាប់ពីដើមដល់ចប់យកឃើញបែបណាដែរចំពោះសាច់រឿងមួយនេះហើយបងប្អូនមានឆ្ងល់ថាហេតុអីបានតាសុកហ្នឹងគាត់លងតែបងធីហេតុអីក៏មិនលងអ្នកភូមិផ្សេងទៀតផងបើសម្រាប់ខ្ញុំគិតថាអញ្ចេះវាអាចមានហេតុផលពីរទី1គឺបងធីហ្នឹងគាត់រាសីធ្លាក់អញ្ចឹងពេលមនុស្សយើងរាសីធ្លាក់អញ្ចឹងពួកវិញ្ញាណពួកអីហ្នឹងអាចតាក់ទងយើងបានអាចមកឲ្យយើងឃើញបានណាហើយតទៅពេលអ្នកភូមិផ្សេងទៀតគេរាសីអត់ធ្លាក់ឬមួយក៏អ្នកភូមិផ្សេងទៀតយប់ឡើងគេអត់មានបានធ្វើដំណើរកាត់ហ្នឹងផងហ្នឹងគេដេកហ្នឹងមានតែបងធីទេដែលគាត់ចេញពីធ្វើការយប់ជ្រៅអញ្ចឹងវាអាចទី1ដោយសារតែបងធីរាសីធ្លាក់ហើយទី2ដោយសារតែបងធីហ្នឹងគាត់ធ្វើដំណើរកាត់ហ្នឹងពេលយប់អ្នកភូមិផ្សេងទៀតគេអត់បានធ្វើដំណើរកាត់ហ្នឹងទេហើយក្រោយមកទៀតហ្នឹងក៏ហ្នឹងហើយស្ងាត់ពេញឃើញលងលេងឃើញអីទៀតទៅហើយផ្ទះហ្នឹងក៏គេទិញតគេមកនៅគេមកអីហើយក៏អត់មានឮសូរថាម្ចាស់ផ្ទះដែលទិញផ្ទះបតអាសុកក្រោយហ្នឹងថាមានខ្មោចមានអីលងទេអត់ទេស្ងាត់ជើងអញ្ចឹងទៅអូខេអញ្ចឹងសាច់រឿងមួយនេះបានចប់ត្រឹមតែប៉ុណ្្នឹងហើយបងប្អូនដែលបានស្ដាប់ពីដើមដល់ចប់យល់ឃើញបែបណាបងប្អូនគិតថាម៉េចអីម៉េចអាចខមមិននៅខាងក្រោមវីដេអូមួយហ្នឹងបានណាអញ្ចឹងយើងចាំជួបគ្នានៅនីតិខ្មោចក្រោយៗទៀតសម្រាប់ថ្ងៃនេះអរគុណជម្រាបលា